គ្នានៅការនេះផងដែរគឺពិតជាចូលរួមសូមអធិស្ឋានទាំងអស់គ្នាប្រសិនបើផ្នែកណាមួយដែលបានប្រើប្រាស់ពាក្យសម្ដីកន្លែងណាមួយដែលមិនសមរម្យឬក៏ប៉ះពាល់ដល់អារម្មណ៍បងប្អូនដែលជាម្ចាស់ជំនួយឬក៏ក្រុមការងាររបស់យើងសូមមេត្តាអធិស្ឋាននិងយោគយល់ទាំងអស់គ្នាបាទដោយក្តីគោរពស្រឡាញ់ផ្ទាល់តែម្ដងពីព្រោះថាបើសិនជាបងប្អូនមកដាក់ខ្លួនឯងជាគាត់ដែលមកធ្វើការនៅទីនេះផ្ទាល់បានដឹងថាគាត់ធ្វើការគឺពិតជាច្រើនម៉ោងខ្លាំងមែនតើចិត្តតែពេលយើងរៀងហត់អីបន្តិចចឹងគឺសម្ដីរបស់យើងរៀងលើសរៀងខ្វះបន្តិចហើយចុះសូមមេត្តាអធិស្ឋានផងដែរហើយយើងអាចជួយជំរាបជូនគាត់ទៅក្នុងការកែតម្រូវថាអូនណាគួរធ្វើអញ្ចេះនិយាយចេះបែបអញ្ចេះអញ្ចឹងណាបាទអញ្ចឹងព្រោះថាអ្នកទាំងអស់គ្នាមកទីនេះគឺគាត់មកចូលរួមស្ម័គ្រចិត្តទាំងអស់គ្នាផ្ទាល់តែម្ដងយើងជាថ្មីម្ដងទៀតសូមមេត្តាអធិស្ឋានជូនដល់ការបងបាទលោកពូអ្នកមេងបងប្រុសបងស្រីម្ចាស់ជំនួយទាំងអស់មេត្តាអធិស្ឋានដោយក្តីគោរពបាទពីខ្ញុំបាទយ៉ារ៉ូនធីតានៅទីនេះលើកដៃមករៀប10គឺពិតជាសូមមេត្តាអធិស្ឋានបើសិនជាមានកំហុសឆ្គងដែលការឡើងដោយចេតនាតាមរយៈការនិយាយស្ដីកន្លែងណាមួយដែលមិនសមរម្យនោះពីព្រោះថាដោយស្មោះសរទៅគឺមិនមានចេតនាអីទេគ្រាន់តែពេលខ្លះទៅដល់មនុស្សច្រើនយើងរៀបចំទៅយើងតែងតែមានការលើកខ្វះតិចតួចហើយក្នុងការងារជាក្រុមតែងតែមានបែបនេះឯងអញ្ចឹងហើយក៏គ្មានអ្វីដែលឥតខ្ចោះដែរអញ្ចឹងយើងមានតែការយោគយល់គ្នាស្រឡាញ់គ្នាក្នុងនាមជាប្រជាជាតិខ្មែរតែមួយសាមគ្គីគ្នាជាធ្លុងមួយចង្កឹះតែមួយកាច់មិនបាក់មែនអត់អ្នកទាំងអស់គ្នាបើមែនហូទាំងអស់គ្នាមួយអរគុណមែនតើបាទអញ្ចឹងជាថ្មីម្ដងទៀតសូមអញ្ជើញអ្នកទាំងអស់គ្នាមកចូលរួមនៅថ្ងៃស្អែកជាបន្តទៀតហើយក្នុងគោលបំណងតែមួយក្នុងការជួយបាទប្រទេសជាតិរបស់យើងទាំងមូលបន្តតែម្ដងប្រកាន់ភ្ជាប់នៅសិលធម៌ភាពទន់ភ្លន់និងការផ្ដល់តម្លៃបាទឃើញបងប្អូនចូលរួមយ៉ាងសស្រាក់សស្រាំដើម្បីជាតិមាតុភូមិរបស់យើងគឺពិតជាមានតម្លៃណាស់បាទយើងបានចំណាយពេលវេលាខ្លះដើម្បីគោះចូលរួមបាទដើម្បីរឹតចំណងនៅស្មារតីរួបរวมគ្នាក្នុងនាមជាប្រជាជាតិខ្មែរតែមួយខ្មែរស្រឡាញ់ខ្មែរជួយខ្នាខ្មែរក្នុងគ្រាលំបាកដល់គ្នាបានអត់តែដៃមួយទៀតមកអរគុណណាស់អរគុណបងប្អូនទាំងគ្នាសម្រាប់ការយកយល់អធិស្ឋានសម្រាប់កំហុសឆ្គងដោយអចេតនាណាមួយដែលបានកើតឡើងក្នុងរយៈពេល4-5ថ្ងៃកន្លងមកនេះប៉ុន្តែបើតាមអ្វីដែលខ្ញុំសង្កេតសង្កល់មើលឃើញថាយើងទទួលបានភាពល្អប្រសើរច្រើនបងយ៉ារ៉ូឃើញថាបងប្អូនរបស់យើងគាត់បានចូលរួមជួយនៅទីនេះគឺគាត់មានការយកយល់អធិស្ឋានគ្នាច្រើនហើយអ្វីដែលខ្ញុំកោតសរសើរគាត់មួយទៀតណាទោះបីជាអត់ស្គាល់គ្នាមកពីណាពីណីមកសោះប៉ុន្តែបែរជាមកចាប់ផ្ដើមស្គាល់គ្នាមកបង្កើតតំណែងមកបានន័យថាដូចខ្លាយទៅជាមិត្តភក្តិទៅជាបងប្អូនជាមួយគ្នាសម្រាប់ការចូលរួមជួយជាកម្លាំងរៀបចំអីបែបអីវ៉ាន់អីផ្សេងនៅអ៊ីតម៉របស់យើងណាហើយមួយវិញទៀតគឺគាត់តែងតែផ្ដល់នូវស្នាមញញឹមឲ្យគ្នាលើកកម្លាំងចិត្តគ្នាទៅវិញទៅមកបើទោះបីជាពេលខ្លះធ្វើការហត់រៀងខ្លួនក៏ដោយបាទ